សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមុននឹងចេញទៅធ្វើការខ្ញុំលាងបាញ់ម៉ូតូស្អាតហើយបានចេញទៅជូតឲ្យស្អាតហើយបានចេញទៅអញ្ចឹងហើយមុននឹងចេញទៅថ្ងៃនេះខ្ញុំមានប្រធានបទមួយដែលចែករំលែកបទពិសោធន៍ពាក់ព័ន្ធជាមួយនឹងម៉ូតូហើយទៅមិញនេះខ្ញុំជិះទៅខេត្តតាកែវទៅនឹងឃើញគ្រោះថ្នាក់ចរាចរណ៍មួយធ្ងន់ធ្ងរខ្ញុំថតបានប៉ុន្តែអត់អាច share បានទេដោយសារតែវាអាចនឹងខុសគោលការណ៍របស់ TikTok ហើយមកវិញឃើញគ្រោះថ្នាក់ចរាចរណ៍មួយទៀតម៉ូតូដែរអញ្ចឹងការគ្រោះថ្នាក់ចរាចរណ៍នេះឃើញពីច្រើនគឺបងប្អូនគាត់ជិះម៉ូតូនិចជិះម៉ូតូអាសង់ជិះម៉ូតូ Scoopy ជិះម៉ូតូផ្សេងទៀតដែលម៉ូតូតូចៗណាអញ្ចឹងថ្ងៃនេះខ្ញុំចង់ចែករំលែកបទពិសោធន៍មួយឲ្យបងប្អូនបានដឹងថាការជិះម៉ូតូកុងទ័រដែលយើងអាចគ្រប់គ្រងបានគឺកុងទ័រត្រឹម80 70 80ហ្នឹងយើងអាចគ្រប់គ្រងម៉ូតូយើងបានហើយតែបើសិនជាយើងជិះលើសហ្នឹងហួសដល់90ដល់100 ហើយយើងពិបាកគ្រប់គ្រងម៉ូតូណាហើយដែរបើខ្ញុំនិយាយអញ្ចឹងដោយសារតែបើសិនជាម៉ូតូធំម៉ូតូពួកត្រៃម៉ូតូពួកម៉ូតូស្ពណ៌ឬម៉ូតូធំគេមានប្រព័ន្ធសុវត្ថិភាពទីខ្ពស់ហើយដែរបើខ្ញុំមានថាមានប្រព័ន្ធសុវត្ថិភាពខ្ពស់ឥឡូវបងប្អូនទាំងអស់គ្នាមើលខាងមុខម៉ូតូខាងមុខយើងមាន disc យ៉ាង disc ខាងមុខណាហើយម៉ូតូខាងក្រោយយើងមាន5 disc ខាងក្រោយហើយទម្ងន់វាក៏ធ្ងន់កម្លាំងវាក៏ខ្លាំងប្រព័ន្ធប្រាំងប្រព័ន្ធសុវត្ថិភាពវាក៏ខ្ពស់អញ្ចឹងចង់ចែករំលែកជូនបងប្អូនថាយើងបាត់តែម៉ូតូយើងមានល្បឿនលឿនមែនជិះនិចជិះ Scoopy ជិះអាសង់ជិះម៉ូតូផ្សេងទៀតដែលមានម៉ូតូខ្លះមាន5បូមក្រោយម៉ូតូខ្លះមាន5បូមមុខផងក្រោយផងម៉ូតូខ្លះមាន5បូមមុខម៉ូតូតូចប៉ុន្តែចំណុច3ដែលវាអាចធ្វើឲ្យយើងគ្រោះថ្នាក់ជាម៉ូតូធំទី1គឺវាកម្លាំងវាខ្សោយកម្លាំងវា110 125 150អញ្ចឹងបើសិនជាយើងប្រៀបធៀបមួយម៉ូតូធំកម្លាំងចាប់ដល់200 250 300ទៅអាហ្នឹងគឺបើយើងចង់វ៉ាក៏ស្រួលអញ្ចឹងកម្លាំងវាខ្លាំងទី2គឺម៉ូតូធំគឺប្រើអមយ៉ាម៉ូតូក្រុសប្រើអមយ៉ាគេចាប់អមយ៉ាលែងលេខទៅគឺទៅបានទេអញ្ចឹងអាហ្នឹងចំណុចទី2ហើយនឹងចំណុចទី3គឺពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ប្រាំងម៉ូតូធំវាមានប្រាំងមុខបូម5បូមមុខបូមក្រោយអញ្ចឹងប្រព័ន្ធប្រាំងហ្នឹងគឺមានសុវត្ថិភាពចាប់ភ្លាមទីភ្លាមហើយវាធ្វើឲ្យពេលណាយើងចាប់ប្រាំងម៉ូតូយើងងោកទេចាប់ប្រាំងទៅវាសិបចុកក្រោមដូច ABS ឡានហ្នឹងចាប់ទៅហើយបើសិនជាយើងម៉ូតូតូចមួយចំនួនចាប់ទៅអូសទាំងម៉ូតូហ្មងអញ្ចឹងព្រោះវាស្រាលទម្ងន់វាអត់ធ្ងន់ដូចម៉ូតូធំទេអញ្ចឹងយើងចាប់ប្រាំងតាមស្រួលវាអូសទាំងម៉ូតូហើយអញ្ចឹងធ្វើឲ្យយើងគ្រោះថ្នាក់ហើយចំណុចទី4ទៀតគឺពាក់ព័ន្ធជាមួយនឹងបូមម៉ូតូអញ្ចឹងយើងបងប្អូនទាំងអស់គ្នាពិសេសបងប្អូនមើលបូមម៉ូតូធំគឺវាមានវារំញោចវាក្នុងការក្រាបនៅខាងមានន័យថាវាខ្ពស់ដល់ពេលវាចាប់ប្រាំងទៅវាងោកទៅមុខចេះអញ្ចឹងវាមានសុវត្ថិភាពជាងម៉ូតូតូចគាត់ឲ្យចាប់ទៅកវាខ្លីចាប់ទៅវាញុចអាហ្នឹងគឺជាចំណុចមួយដែលធ្វើឲ្យយើងគ្រោះថ្នាក់ដែរហើយចំណុចទី5គឺជាចំណុចចុងក្រោយដោយសារតែយើងក្មេងៗបងប្អូននៅអាយុត្រឹម18ដល់25ហ្នឹងគឺយើងនៅឆេវឆាវនៅសៀមរាបនៅចង់ឈ្នះចង់ចាញ់ព្រោះខ្ញុំជិះមកតាមផ្លូវមានម៉ូតូតូចមួយចំនួនមានម៉ូតូអូតូមួយចំនួនទូអសង្ឃជាពិសេសអសង្ឃបងប្អូនដូចជាអសង្ឃហើយនឹងជិះនិចជិះម៉ូតូអូតូគាត់តែចង់ឈ្នះម៉ូតូធំមិនមែនថាម៉ូតូខ្ញុំទេម៉ូតូផ្សេងទៀតគឺអ្នកខ្លះគាត់ជិះម៉ូតូត្រៃផ្សេងគាត់ជិះខ្វាជិះច្រែគេអញ្ចឹងណាអញ្ចឹងគាត់ចង់ឈ្នះពួកគាត់ដោយសារអីគាត់នៅឆេវឆាវគាត់នៅឈៀមរាបគាត់គិតថាសមត្ថភាពគាត់ខ្លាំងអញ្ចឹងណាអញ្ចឹងគាត់នៅផ្ដាំទៅបងប្អូនទាំងអស់គ្នាដោយសារតែខ្ញុំឃើញពីករណីខ្ញុំនឹងដាក់វីដេអូឲ្យមើលវីដេអូដែលមកករណីទៀតវាមិនសូវជាមានឈាមមានអីបែកខ្លាំងអញ្ចឹងទៅខ្ញុំនឹងដាក់ករណីហ្នឹងឲ្យបងប្អូនមើលបងប្អូនទាំងអស់គ្នាមើលណា
ហើយនេះគាត់ជាការចែកម្លែកបទពិសោធន៍តែជាការសប្បាយជាការរីករាយជារឿងដែលយើងគិតថាជារឿងដែលយើងចង់ធ្វើអាហ្នឹងក៏បងមិនហ៊ានហាមគាត់អីដែរគាត់ណាដូចជាការចែកម្លែកបទពិសោធន៍ណាហើយនិយាយនេះខ្ញុំក៏សូមអធិស្ឋានពីប្អូនដែរមិនមែនមានន័យថាយើងជិះម៉ូតូធំហើយអត់មានសុវត្ថិភាពធ្វើអីក៏បានទេហើយយើងជិះម៉ូតូដែលធំហើយមានសុវត្ថិភាពហើយយើងមើលងាយម៉ូតូដែលជិះតូចទេគឺចំណុចនេះគឺខ្ញុំគ្រាន់តែចែកចម្លែកបទពិសោធន៍កុំឲ្យយើងគ្រោះថ្នាក់ព្រោះខ្ញុំឆ្លងកាត់ហើយអស់ហើយខ្ញុំធ្លាប់គេថាពីពីផ្លិតមួយថាចាស់ធ្លាប់ក្មេងតែក្មេងអត់ធ្លាប់ចាស់ទេហើយអាចនឹងមិនដែលបានចាស់ទៀតអញ្ចឹងណានេះគឺជាចំណុចមួយដែលខ្ញុំសារជូនដល់បងប្អូនដែលនៅឈាមរាវគេហៅថាក្មេងឈាមរាវណាអញ្ចឹងសង្ឃឹមថាមិនប្រកាន់មិនខឹងនឹងបងទេគាត់តែជាការចែកម្លែកទេតែបើចង់សុបាយចង់អីទៀតក៏ជាសិទ្ធិរបស់យើងដែរចង់ហោះចង់ឆែចង់អីទៀតអាហ្នឹងរបស់យើងតែគិត5ចំណុចនៃចំណុចគ្រោះថ្នាក់របស់ម៉ូតូតូចហើយនិងម៉ូតូដែលធំខ្ញុំមានប៉ុណ្ណឹងអរគុណបើចូលចិត្តការចែកម្លែកជួយឲ្យបេះដូងហើយនឹងជួយកុំពីលីងផងអរគុណច្រើន